ក្បួនបិទផ្លូវក្រោយរបស់ដែនឡុកអាននៅតំពថ្មីតំពវគ្គមុនខ្ញុំអានអត់ទាន់បានចប់ទេតំពវគ្គមុនខ្ញុំអានដល់នេះខ្ញុំអានដល់តំព161អានដល់តំពទី161យើងអត់ទាន់បានអានបញ្ចប់ផងហ្នឹងឥឡូវខ្ញុំអានបញ្ចប់តែម្ដងដើម្បីយើងចង់ដឹងថាក្បួនបិទផ្លូវក្រោយរបស់ដែនឡុកចាំខទៅពេលក្រោយអាហ្នឹងយើងចង់ដឹងថានៅក្នុងហ្នឹងគេមានអីខ្លះឥឡូវមានតែអានបញ្ចប់សិនពួកអីវានៅមួយស្លឹកពីរស្លឹកនៅពីរស្លឹកដែរឥឡូវវីដេអូមួយនេះគឺខ្ញុំអានតពីមេរៀនវគ្គមុនដែលមានចំណងជើងថាចាំខតាក់តងទៅវិញអញ្ចឹងខ្ញុំសូមបញ្ចប់ក្នុងថ្ងៃហ្នឹងហើយពេលដែលចប់ហើយខ្ញុំអាននៅតំពថ្មី166គេដាក់ចំណងជើងថាត្រីចូលកន្ត្រកហើយកុំឲ្យរបូតអញ្ចឹងយើងជួបគ្នានៅវីដេអូបន្តទៀតហើយវីដេអូមួយនេះខ្ញុំអានបញ្ចប់តែម្ដងតែយើងកុំឲ្យខាត់ពេលយូរឥឡូវខ្ញុំអានយកតែម្ដងក្បួនបិទផ្លូវក្រោយរបស់ដែនឡុកបើអតិថិជននិយាយថាចាំខទៅពេលក្រោយនិយាយថាគ្មានភ្ញៀវណាដែលខលត្រឡប់មករកអ្នកលក់វិញនោះទេវាជាពាក្យកុហកដ៏ពេញនិយមបំផុតរបស់អតិថិជននៅលើលោកនេះដែនឡុកបានលើកពីបទពិសោធន៍លក់របស់ខ្លួនថាខ្ញុំបានខលទៅអតិថិជនម្នាក់ដែលជាអតិថិជនជនជាតិកាណាដាខ្ញុំបានស្គាល់ច្បាស់ថាគាត់ជាមនុស្សម្នាក់ដែលកំពុងស្វែងរកខុនដូមួយកន្លែងសម្រាប់ជួលគាត់ស្រាវជ្រាវពីបុរសម្នាក់នោះបានយ៉ាងលម្អិតបំផុតរហូតដល់ថ្ងៃមួយដែនក៏សម្រេចចិត្តខលទៅបុរសម្នាក់នោះដើម្បីលក់ខុនដូចំនួន4ទៅឲ្យអតិថិជនម្នាក់នោះជាសំណាងអាក្រក់បំផុតនៅពេលដែលដែនហៅទូរស័ព្ទទៅបុរសម្នាក់នោះកំពុងតែអានសភៅគាត់និយាយប្រាប់ដែនថាចាំគាត់តាក់ទងទៅវិញតាមក្រោយនៅក្នុងស្ថានភាពមួយនេះដែនឡុកគាត់បានប្រឡូយពាក្យមួយឃ្លាទៅកាន់បុរសអតិថិជននោះថាសូមស្ដាប់ខ្ញុំសិនខ្ញុំចង់ចាប់ផ្ដើមរកស៊ីជាមួយលោកក្នុងថ្ងៃនេះខ្ញុំគិតថាលោកអាចចំណេញក្នុងថ្ងៃនេះដោយសារតែខុនដូនឹងឡើងថ្លៃ 20% នៅថ្ងៃបន្ទាប់តើលោកអាចមានពេលជជែកគ្នាពីលុយចំណេញខ្លះដែរឬទេខ្ញុំដឹងថាលោកកំពុងតែមានជំរើសច្រើនក្នុងការទិញខុនដូតែខ្ញុំក៏មានជំរើសច្រើននៅក្នុងការលក់ដែរតែខ្ញុំសម្រេចចិត្តជ្រើសរើសរកស៊ីជាមួយលោកខ្ញុំមិនចង់ឲ្យអតិថិជនល្អដូចជាលោកស្ដាយក្រោយដោយសារតែអ្នកលក់ដូចខ្ញុំទេបើលោកចាប់អារម្មណ៍ខ្ញុំនឹងទៅជួបលោកថ្ងៃនេះហើយរាល់បញ្ហាទើសទល់ទាំងអស់ខ្ញុំនឹងដោះស្រាយឲ្យលោកយ៉ាងពេញចិត្តទាំងបញ្ហាប្រាក់ចំណាយទាំងបញ្ហាទូទៅរបស់ខុនដូដែលខ្ញុំលក់ជូនលោកនៅក្នុងស្ថានភាពនេះដែនឡុកនិយាយថាអ្នកលក់ត្រូវតែដឹងឲ្យច្បាស់ហើយប្រើឱកាសមកបិទផ្លូវក្រោយរបស់ភ្ញៀវអ្នកត្រូវតែធ្វើឲ្យភ្ញៀវមានអារម្មណ៍ថាបើមិនទិញពេលនេះគឺខាតអ្នកមិនអាចចាំយូរបានទេចំពោះការលក់គឺវាយរហ័សបិទរហ័សអ្នកត្រូវចាំថាអារម្មណ៍របស់មនុស្សនឹងសាបដូចជាទឹកមាត់អញ្ចឹងនៅពេលដែលពួកគេដកឃ្លាចេញពីអ្នកលក់ទាំងអស់ត្រូវចាំថាការបិទការលក់អាចជោគជ័យខ្ពស់បំផុតនៅពេលដែលអតិថិជនកំពុងតែពោលជាមួយការបញ្ចុះបញ្ចូលព័ត៌មានដែលមានបានផ្ដល់ឲ្យគាត់ហើយបើអ្នកមិនបិទការលក់ខណៈពេលដែលភ្ញៀវកំពុងតែពោលទេចាំពេលក្រោយអ្នកដឹងតែ 100% គឺបរាជ័យវាយរហ័សបិទរហ័សបញ្ចុះបញ្ចូលភ្លាមត្រូវតែបិទការលក់ឲ្យបានលឿនបំផុតកាន់តែលឿនកាន់តែល្អកុំទុកយូរព្រោះមនុស្សអាចដូរចិត្តដោយសារតែបរិយាកាសខ្សឹបខ្សៀវមួយចំនួនបងប្អូនអ្នកគ្នាអានេះមួយចំណុចណាបងប្អូនអានេះគឺមួយចំណុចហើយដែលគេដាក់ក្បួនបិទផ្លូវក្រោយរបស់ដែនឡុកមួយចំណុចនេះគឺស្វាងតែម្ដងសម្រាប់ខ្ញុំអញ្ចឹងសម្រាប់ចាំខទៅពេលក្រោយចាំតាក់ទងទៅវិញកន្លែងមួយនេះគឺបងប្អូនស្ដាប់ហើយមានអារម្មណ៍បែបណាដែរអានេះគឺខ្ញុំបានអាចចប់ហើយអញ្ចឹងសម្រាប់ការគិតរបស់បងប្អូនបែបណាអានឹងលើបងប្អូនណាកន្លែងនេះបើសិនជាមិនទិញគឺខាតគាត់សុខចិត្តនិយាយទៅរកតែកន្លែងចំណេញឃើញបងប្អូនឥឡូវខ្ញុំអានមួយពាក្យទៀតមួយឃ្លាទៀតគឺចប់តែម្ដង